នៅសុកសាប់តែប្រទេសម៉ាឡេស៊ីបាទដែលធ្លាប់មានប្រវត្តិបាត់បង់ទឹកដីទៅលើប្រទេសថៃបានប្រកាសអនុម័តកញ្ចប់ថវិកាចំនួន$355 លានដើម្បីសាងសង់របងព្រំដែនប្រវែង50 គីឡូម៉ែត្រជាប់ព្រំដែនជាមួយនឹងថៃហើយគម្រោងសាងសង់របងព្រំដែនជាប់ជាមួយនឹងប្រទេសថៃនេះកើតមានឡើងស្របពេលដែលថៃបាទកំពុងមានចំនួនព្រំដែនជាមួយកម្ពុជានឹងក្រុងសាងសង់របងព្រំដែនបាទពាត់យកដីកម្ពុជាផងដែរនេះតាមការចេញផ្សាយដោយកាសែត Bangkok Post បាទរដ្ឋាភិបាលម៉ាឡេស៊ីបាទក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបាទលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានបដូវវេនរបស់អាស៊ានបានអនុម័តកញ្ចប់ថវិកាចំនួន$355 លានដើម្បីសាងសង់របងព្រំដែនបាទក្នុងរដ្ឋបាកេឡានតានបាទដែលជាប់ជាមួយនឹងខេត្តបាទណារដ្ឋធីវ័តរបស់ថៃកញ្ចប់ថវិកាសម្រាប់សាងសង់របងព្រំដែនបាទម៉ាឡេស៊ីថៃនេះត្រូវបានអនុម័តបាទរួចរាល់ហើយប្រធានបាទលេខាធិការនៃរដ្ឋាភិបាលម៉ាឡេស៊ីបាទគឺលោកតានស្រីសាំបាទស៊ុលអាប៊ូបាទបាកាបានចុះទៅពិនិត្យមើលទីតាំងបច្ចៈស្ដែងដល់ព្រំដែនរួចរាល់ហើយដែរសេចក្តីសម្រេចនេះគឺជាបាទជ័យជំនះដ៏សំខាន់មួយសម្រាប់រដ្ឋរបស់ម៉ាឡេស៊ីមួយនេះដែលបានស្វាស្វែងបាទសាងសង់របងព្រំដែនជាមួយនឹងខេត្តភាគខាងត្បូងអក្សរាណារដ្ឋបាទធីវ័តរបស់ថៃជាយូរមកហើយគណៈដែលប្រទេសទាំងពីរកំពុងតែជួបការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធនិងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងសូមបញ្ជាក់ផងដែរថាប្រទេសម៉ាឡេស៊ីបាទធ្លាប់បានសាងសង់របងបាទនៅផ្នែកខ្លះនៃព្រំដែនជាមួយនឹងប្រទេសថៃភាគខាងត្បូងនេះរួចមកហើយដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនហើយគម្រោងបាក្រាសាងសង់របងបាទព្រំដែនក្នុងរដ្ឋបាក្រាកេឡានតានក៏ជាលើកទី1ផងដែរម៉ាឡេស៊ីនិយាយថារបងបាទព្រំដែននេះក៏មានបំណងប្រើប្រាស់ដើម្បីទប់ស្កាត់បាទទឹកជំនន់ពីទន្លេបាទហ្គោឡុកដែលខណ្ឌចែកព្រំដែនរវាងថៃនិងម៉ាឡេស៊ីផងដែរ